សួស្តីថ្ងៃនេះ take care ខ្លួនឯងបិទ claim មករបស់ការ៉េបិទតាំងចើមទៀតអូខេវីដេអូរបស់ខ្ញុំថ្ងៃនេះចង់និយាយពីតើ Facebook ឬក៏អ្នកនរគ្នាឃើញមាត់ខ្ញុំអញ្ចឹងខ្ញុំលាបម៉ាស់ប្រវេមាត់អញ្ចឹងហើយវាដូចមាត់យើងប្រឡាក់អីចឹងណាតែអត់អីទេមាត់ខ្ញុំមានអនាម័យអូខេបកមកទៅវីដេអូគោលបំណងវីដេអូរបស់ខ្ញុំវិញតើ Facebook social media ហ្នឹងសំខាន់ក្នុងការរត់ឯកសារមកសហរដ្ឋអាមេរិកអត់តើ Facebook social media ក្នុងការរត់ឯកសារមកសហរដ្ឋអាមេរិកតើវាសំខាន់ដែរឬទេតើអ្នកនរគ្នាគិតមិនដែរគំនិតរបស់អ្នកនរគ្នាអាច comment នៅខាងក្រោមបានឬក៏ចែករំលែកបទពិសោធន៍ថាមូលហេតុអីបានវាសំខាន់ក្នុងការរត់ឯកសារមកសហរដ្ឋអាមេរិកចំពោះការផុសរូបផុសវីដេអូពីទំនាក់ទំនងរបស់យើងនៅក្នុង social media តើ social media មានអីគេខ្លះទៅដែលគេហៅ social media ហ្នឹងវាដូចជាប្រព័ន្ធលេងតាមអ៊ីនធឺណិតមាន Facebook មាន TikTok មាន Gmail មាន Instagram Telegram មាន YouTube មាន Messenger សម្រាប់ខ្ញុំគិតថាវាសំខាន់ក្នុងការរត់ឯកសារមិនថា visa អីគេក៏ដោយដោយសារមនុស្សម្នាក់មិនថាអ្នកណាក៏មានដែរអ្នកខ្លះអត់មានក៏គេមានមូលហេតុរបស់គេដែរអញ្ចឹងណាអូយដល់ពេលជាប់ម៉ាស់អញ្ចឹងទៅខ្ញុំបាក់និយាយវាចង់បិទមាត់ខ្ញុំកុំឲ្យនិយាយជាប់គ្នាតែម្ដងអញ្ចឹងដល់ហើយនេះ sorry តវិញទៀតមនុស្សម្នាក់គឺមានចំណង់ចំណូលចិត្តដូចគ្នាហើយខុសគ្នាអញ្ចឹងណាដូចខ្ញុំចូលចិត្តលេងប្រព័ន្ធសង្គមតាំងពីខ្ញុំនៅក្មេងមុនដំបូងចូលចិត្តយូរយើងរៀនលេងទៅយើងចេះចូលចិត្តអញ្ចឹងណាដល់ពេលខាងស្វាមីខ្ញុំគឺអត់ចូលចិត្តលេងទេគេលេងហើយគឺគេឈប់លេងតែម្ដងគេទៅលេងអីផ្សេងអីចឹងណាហើយសារនៅសហរដ្ឋអាមេរិកនេះគេពេញនិយម WhatsApp អីចឹងគេអត់មានលេង Facebook ដូចយើងទេតែបើនៅខ្មែរពេញនិយមហ្មងគឺ Facebook ចឹងចំពោះខ្ញុំគឺការផុសរូបភាពរបស់យើងមិនរូបភាពរបស់យើងវីដេអូរបស់យើងតាក់ទងទៅនឹងដៃគូយើងគូស្នេហ៍យើងប្តីប្រពន្ធយើងចំនួនយើងវាសំខាន់ដោយសារតែអាស្ថានទូតនៅក្នុងពេលដែលយើងបំពេញឯកសារដើម្បីបំពេញពាក្យ visa គឺគេត្រូវការ profile link social media របស់យើងខ្ញុំឧទាហរណ៍នៅឆ្នាំ2023គេបានទាមទារ profile link Facebook ឬក៏profile ដែលយើងចង់ឲ្យគេអញ្ចឹងនៅក្នុង DS 160ណាគឺយើងត្រូវ copy link profile របស់យើងហ្នឹងដើម្បីចូលទៅក្នុងទម្រង់បែបបទបំពេញ visa របស់យើងចឹងអ្នកនរគ្នាគិតថាសំខាន់អត់ចំពោះខ្ញុំគិតថាប្រព័ន្ធ social media គឺសំខាន់តែម្ដងគឺវាបង្ហាញថា who you are អ្នកឯងគឺជាណាគេអ្នកឯងធ្វើការអីអ្នកឯងមានមុខចំនួនអីហោះរូបភាពអ្នកឯងគេខ្លះតើអ្នកឯងផុសវាជា public ឬមួយក៏អ្នកឯងផុសវា public នេះមានថាអ្នកឯងផុសរូបនឹងបង្ហាញរូបនឹងវាជាសាធារណៈឬក៏បង្ហាញរូបនឹងតាអ្នកចិត្តដិត friend ទេតើវាជាការពិតអត់ដែលអ្នកបង្ហាញពីចំណងស្នេហាឬក៏ចំណងទំនាក់ទំនងរបស់អ្នកនរគ្នាឬក៏ពី business អ្នកនរគ្នាមុខចំនួនរបស់អ្នកនរគ្នានៅក្នុងប្រព័ន្ធសង្គមតើវាជាព័ត៌មានច្បាស់លាស់របស់អ្នកនរគ្នាអញ្ចឹងអ្វីដែលខ្ញុំគិតអាហ្នឹងណាហើយបើអញ្ចឹងមិនមែនខាងសានទូតគេទាមទារ link profile social media របស់យើងទេហើយយើងក៏ត្រូវប្រុងប្រយ័ត្នដែរដោយសារព័ត៌មានខ្លះយើងបានចែករំលែកជាសាធារណៈព័ត៌មានខ្លះយើងចែករំលែកតែអ្នកជា friend ដែលយើងស្គាល់ទេអញ្ចឹងយើងត្រូវប្រុងប្រយ័ត្នដែរថាអ្នកណាគេក៏គេលេង Facebook ដែរអ្នកមានអ្នកក្រមនុស្សល្អមនុស្សអាក្រក់ចោលប្លន់មិនថាអីក៏ដោយប៉ុន្តែយើងក៏មើលងាយគេអញ្ចឹងណាអញ្ចឹងយើងក៏ត្រូវប្រុងប្រយ័ត្នខ្លួនឯងដែរពេលខ្លះមនុស្ស social media យើងមើលមិនដឹងដែរនៅមុខយើងផ្សេងគេហៅមុខពីរអញ្ចឹងណានៅមុខយើងចេះនៅក្រោយខ្នងយើងចោះមនុស្សប្រភេទណាក៏មានដែរចរិតក៏ខ្ញុំមិនល្អគ្រប់10ទេតែខ្ញុំត្រឹមល្អមុំក៏អូខេ
អញ្ចឹង social media វាគឺជាភស្តុតាងមួយដែរដែលសំខាន់ចំពោះយើងក្នុងការយើង screenshot ទៅឲ្យសានទូត copy screenshot ការ comment ការឆាតរបស់យើងឆ្លើយឆ្លងគ្នាទំនាក់ទំនងរបស់យើងមាននៅអឺហើយបើសិនបើយើងអត់មាន social media ទេក៏គេក៏មានមូលហេតុសួរយើងដែរយើងក៏បង្ហាញពីអត្តចរិតរបស់យើងឬក៏ explanation បញ្យល់គេបន្ថែមមូលហេតុអីបានយើងអត់មានអីចឹងណាឬក៏យើងចង់លាក់កំបាំងខ្លួនឯងលាក់ដល់សានទូទៀតក៏ចង់លាក់ទៅអានេះចំពោះកំណត់ខ្ញុំទេតែកំណត់របស់អ្នកនរគ្នាគិតមិនដែរថា social media វាសំខាន់ណាស់ក្នុងការរត់ឯកសារមកសហរដ្ឋអាមេរិកអរគុណខ្ញុំសង្ឃឹមថាវីដេអូនេះវាមានសារៈសំខាន់ហើយចំពោះអ្នកដែលរត់វីសាផ្សេងអានេះសម្រាប់កំណត់ខ្ញុំណាអ្នកនរគ្នាធ្វើវាជារឿងរបស់អ្នកនរគ្នាខ្ញុំគិតថាយើងគួរតែផុសរូបរបស់យើងបើថាមិនចង់ផុសជាសាធារណៈទេផុសជា private friend ឲ្យយើងឃើញហើយយើង screenshot ឲ្យខាងសានទូតមើលក៏បានដែរឬក៏ screenshot comment ឲ្យសានទូតមើលក៏បានដែរពីតំណែងរបស់យើងថាវាជាការពិតមានការចូលចិត្តច្រើនយើងបង្ហាញវាជាសាធារណៈថាអ្នកណាគេក៏ដឹងដែរឬក៏បង្ហាញក្នុងឆាតជាមួយក្រុមគ្រួសារយើងអញ្ចឹងណាហើយខ្ញុំគិតថាវាក៏ជួយពលឿនក្នុងការវីសារបស់យើងឲ្យគេជឿទុកចិត្តយើងដែរហើយវាក៏ជាផុសតាងមួយដែលល្អសម្រាប់ឲ្យខាងសានទូតជឿយើងដែរអរគុណច្រើនជំរាបលា